សួស្តីអ្នកនរគ្នាយើងមានមេរៀនថ្មីមួយទៀតហើយគឺតកតងជាមួយនឹង adjective ដដែលតែថ្ងៃនេះគឺយើងរៀនពី adjective ដែលខាងក្រោយវាត្រូវតែមាន to infinitive បាទអញ្ចឹងអ្នកនរគ្នាឆ្ងល់ស្អីគេថា to infinitive គឺមានថា to infinitive មានន័យថា to ប្រើជាមួយនឹង to បូកជាមួយនឹង verb បាទ to បូកជាមួយនឹង verb អញ្ចឹងថ្ងៃនេះគ្រូនឹងបញ្ជាក់អំពី adjective ដែលខាងក្រោយវាត្រូវមាន to infinitive នេះគឺជារបៀបនៃការសរសេរភាសាអង់គ្លេសនេះគឺជារបៀបនៃការសរសេរភាសាអង់គ្លេសមានន័យថាអត្ថន័យមើលទៅវាស្រដៀងគ្នាទេប៉ុន្តែរបៀបនៃការសរសេរវាស្មើខុសគ្នាអញ្ចឹងថ្ងៃនេះគ្រូមានរូបមន្ត4ដែលគ្រូចង់បញ្យល់ពួកយើងទី1 it បូកជាមួយ linking verb បូកជាមួយនឹង adjective ហើយបូកជាមួយនឹង to infinitive បាទអញ្ចឹងចង់បញ្ជាក់ថាអ្វីដែលខាងក្រោយ adjective នោះគឺវាមាន to infinitive ហើយវាមានសារៈសំខាន់ណាស់សម្រាប់ពួកយើងដែលចាប់ផ្ដើមសរសេរនេះគឺជារបៀបនៃការសរសេរទី1ហើយនេះគឺជារបៀបនៃការសរសេរទី2ដែលគេមាន adjective ប្រើជាមួយនឹង to infinitive ដូចគ្នា noun plus ជាមួយនឹង linking verb ហើយមួយ adjective ហើយជាមួយនឹង to infinitive អញ្ចឹងពួកយើងនឹងសិក្សាពីវាលើជាមួយនឹងតើរបៀបនៃការសរសេរវាខុសគ្នាមិនហើយវាមានអត្ថន័យយ៉ាងម៉េចបាទហើយទី3យើងប្រើជាមួយនឹង it បាទ it មួយ linking verb ដដែលតែវាមាន adjective ហើយមាន noun មាន to infinitive បាទនឹងរបៀបនៃការសរសេរទី3ហើយរបៀបនៃការសរសេរទី4គឺ it មួយ linking verb មួយ adjective តែវា for somebody ឬ something ហើយប្រើជាមួយនឹង to infinitive នេះគឺជាក្បួននៃការសរសេរភាសាអង់គ្លេសដែលឲ្យត្រូវនឹងຂະແນនរបស់គេហើយរបៀបនៃការសរសេរមើលទៅវាអត្ថន័យតែមួយទេប៉ុន្តែរបៀបនៃការសរសេរវាមានភាពផ្សេងៗគ្នាអញ្ចឹងថ្ងៃនេះគ្រូចង់បញ្យល់មួយរូបមន្តទី1ដែលគេសរសេរគឺ it បូកជាមួយនឹង linking verb បូកជាមួយនឹង adjective បូកជាមួយនឹង to infinitive អ្នកគ្នាស្គាល់គេ linking verb ទេ linking verb នោះគឺជា verb ដែលសារភ្ជាប់ពី subject ទៅជាមួយនឹង adjective បាទឬក៏យើងនិយាយភាសាម៉ាត់គឺជាបច្ចេកទេសក្នុងវិជ្ជាភាសាអង់គ្លេសគឺ complement បាទយើងនឹងរៀន complement នៅវគ្គក្រោយប៉ុន្តែយើងត្រូវចាំថា linking verb ខាងក្រោយវាត្រូវមាន adjective ហើយនៅមុខវាគឺត្រូវតែមាន subject អញ្ចឹងរូបមន្តនៃការសរសេរ adjective ឲ្យមាន to infinitive អញ្ចឹងអ្នកនរត្រូវយល់អំពី to infinitive គឺមានន័យថា to វាបូកជាមួយនឹង verb បាទ to នោះគឺវាបូកជាមួយនឹង verb ទើបវាខ្លាយវាទៅជា to infinitive បាទអញ្ចឹងកូនសិស្សខ្លះគាត់គេហៅថាអ្នកខ្លះគេហៅថាវាជា to infinitive អ្នកខ្លះគេហៅថាអ្នកខ្លះគេថា to infinitive អ្នកខ្លះគេថា non finite verb អញ្ចឹងដែរប៉ុន្តែត្រូវចាំថាវាគ្រាន់តែជាឈ្មោះទេហើយយើងសម្គាល់វាថាដើម្បីគេចាត់ទុកថាវាជា to infinitive បានព្រោះតែមានពាក្យ to ហើយជាមួយនឹងកិរិយាសព្ទឧទាហរណ៍ទាំងក្រោមគេថា it was difficult to answer the question គេថាវាគឺពិបាកនឹងឆ្លើយនៅសំណួរនឹងខ្លាំងណាស់បាទអញ្ចឹង it នេះវាជា subject was នេះវាគឺជាគេដែរ was នេះវាគឺជា linking verb ហើយ difficult វាគឺជា adjective ប៉ុន្តែអា to answer question នេះគេហៅថា to infinitive បាទដោយសារគេកន្លែងឃើញ to បូកជាមួយនឹង verb អញ្ចឹងគេចាត់ទុកថាវាជា to infinitive អញ្ចឹងគុណនាមមួយចំនួនគឺប្រើជាមួយនឹង to infinitive បាទគុណនាមមួយនេះប្រើជាមួយនឹង to infinitive ដូចជា difficult ជាច្រើនអញ្ចឹងអានេះគឺជារូបមន្តទី1គឺមានថាកាលណាគេប្រើ adjective ជាមួយនឹង to infinitive ត្រូវតែមាន linking verb ហើយនឹង it ដែលជា subject មើលរបៀបនៃការសរសេរទី2គឺមាន noun ដើរតួនាទីជា subject មាន linking verb មាន adjective មាន to infinitive បាទដូចគ្នាអញ្ចឹងប៉ុន្តែវាខុសគ្នាត្រង់ថាខុសគ្នាទៅខាងលើលើគឺវាប្រើជាមួយនឹង it ដើរតួនាទីជា subject ហើយខាងក្រោមគេយក noun ដើរតួនាទីជា subject សំណួរខាងក្រោម the question was difficult to answer វាថាសំណួរហ្នឹងគឺវាពិបាកនឹងឆ្លើយខ្លាំងណាស់អញ្ចឹង question នេះគឺវាគឺជា noun ដែលដើរតួនាទីជា subject អញ្ចឹង question ហ្នឹងវាជា noun ដើរតួ subject
was វាគឺជា linking verb ដដែលប៉ុន្តែវាត្រូវតែមាន adjective មួយហើយត្រូវតែមាន to infinitive អញ្ចឹង to answer ហ្នឹងគឺជា to infinitive ប៉ុន្តែអត្ថន័យគឺតែមួយទេអត្ថន័យគឺតែមួយទេបាទនេះគ្រូចង់បញ្យល់អញ្ចឹងណាមើល style នៃការសរសេរទី3របស់គេគឺគេប្រើ it ហើយគេមាន linking verb មាន adjective ហើយមាន noun មាន to infinitive ដូចគ្នាបាទទីតាំងទាំង3ហ្នឹងវាដូចគ្នាទេប៉ុន្តែរបៀបនៃការសរសេរគឺវាខុសគ្នាតែអត្ថន័យតែមួយយើងចាប់ដល់មើល it was a difficult question to answer វាគឺជាសំណួរដ៏ពិបាកណាស់ដែលការឆ្លើយហ្នឹងឃើញទេអញ្ចឹងមានថាអត្ថន័យគឺវាតែមួយគ្នាទេណាអត្ថន័យគឺវាតែមួយគ្នាទេ It was a difficult question to answer វាគឺជាសំណួរដ៏ពិបាកដែលឆ្លើយឃើញទេអញ្ចឹងយើងមើលខាងលើសំណួរគឺពិបាកនឹងឆ្លើយមួយទៀតវាពិបាកនឹងឆ្លើយលើសំណួរអញ្ចឹងមានថាអត្ថន័យវាតែមួយតែរបៀបនៃការសរសេរវាខុសគ្នាអញ្ចឹងអ្នកនរចង់សរសេរ style យ៉ាងម៉េចក៏បានដែរតែនេះគឺជារូបមន្តដែលគ្រូដាក់ឲ្យរបៀបនៃការសរសេរវាណាយើងមើលរូបមន្តចុងក្រោយគេថា it មួយ linking verb មួយ adjective for somebody ឬក៏ something ហើយបូកជាមួយនឹង to infinitive ដូចគ្នាអញ្ចឹង it looked impossible for me to finish on time វាគឺមិនអាចទៅរួចទេសម្រាប់ខ្ញុំដែលបញ្ចប់ឲ្យទាន់ពេលវេលាហ្នឹងឃើញទេអញ្ចឹងមានថា it ជា subject look នេះវាគឺជា linking verb impossible នេះវាគឺជា adjective ហើយយើងមាន for somebody ដែលដើរតួនាទីមកហើយមាន to infinitive បាទចឹងអ្នកនរត្រូវចាំថាមាន adjective ជាច្រើនដែលប្រើជាមួយនឹង to infinitive ប៉ុន្តែ adjective ដែលប្រើជាមួយនឹង to infinitive មានដូចជា difficult មានដូចជា impossible បាទនិងមានច្រើនទៀតគ្រូនឹងចែករំលែកតើមាន adjective ណាឡើយគ្រូដាក់ឲ្យគ្រូនឹងភ្ជាប់ឲ្យពួកយើងណាចឹងយើងមានតែប៉ុណ្្នឹងសម្រាប់ការសិក្សាមួយផ្លែតហ្នឹងយើងមានសំណួរយើងអាច comment ហើយសួរខាងគ្រូបានបាទ